តើអ្នកធ្លាប់ឆ្ងល់ទេថាតើគោលបំណងរបស់ខ្ញុំនៅលើផែនដីគឺជាអ្វីតើខ្ញុំអាចស្វែងរកសន្តិភាពការលួងលោមនិងសេចក្តីអំណរក្នុងជីវិតបានយ៉ាងដូចម្តេចឬប្រហែលជាអ្នកគ្រាន់តែឆ្ងល់អំពីព្រះពួកយើងគឺជាអ្នកស្ម័គ្រចិត្តមកពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយពួកយើងធ្វើការស្ម័គ្រចិត្តចាប់ពី18ខែទៅ2ឆ្នាំពួកយើងមិនទទួលបានប្រាក់កម្រៃទេហើយពួកយើងចង់ជួយអ្នករាល់គ្នាឲ្យរកឃើញសេចក្តីអំណរពួកយើងអាចជួយអ្នកស្វែងរកចម្លើយចំពោះសំណួររបស់អ្នកនៅពេលដែលអ្នកមានបំណងស្នើសុំការណាត់ជួបជាមួយនឹងអ្នកស្ម័គ្រចិត្តរបស់យើងនឹងប្រាប់អ្នកស្ម័គ្រចិត្តនៅក្នុងតំបន់របស់អ្នកធ្វើការទំនាក់ទំនងទៅកាន់អ្នកអាចមានជម្រើសប្រសិនបើអ្នកចង់ឲ្យពួកយើងផ្ញើសារតាមរយៈ Messenger ឬប្រសិនបើអ្នកចង់ឲ្យពួកយើងទំនាក់ទំនងទៅកាន់អ្នកតាមរយៈទូរស័ព្ទប្រសិនបើអ្នកចង់យើងអាចជួបជុំគ្នានៅអគារសាសនាចក្រឬក៏នៅផ្ទះរបស់អ្នកឬកន្លែងសាធារណៈផ្សេងទៀតនៅពេលយើងធ្វើការទំនាក់ទំនងទៅកាន់អ្នកយើងអាចចែកចាយសារលិខិតដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទជាមួយនឹងអ្នកឬធ្វើការអធិដ្ឋានជាមួយនឹងអ្នកប្រសិនបើអ្នកស្នើសុំព្រះគម្ពីរម៉ូម៉ូនឬក៏កូនសៀវភៅអំពីដំណឹងល្អយើងអាចផ្ដល់ឲ្យអ្នកបានពិភាក្សាសំណួរដែលអ្នកមានចាប់ផ្ដើមស្គាល់អំពីអ្នកហើយបង្រៀនអ្នកអំពីរបៀបស្វែងរកសន្តិភាពការលួងលោមនិងសេចក្តីអំណរតើអ្នកអាចរកឃើញភាពសុខសាន្តការលួងលោមនិងសេចក្តីអំណរដោយរបៀបណាមានវិធីតែមួយគត់ដើម្បីស្វែងយល់